สมัยนี้មានសិននេះឡងមកពីណា តិចតិចប្រាប់បងថាថ្មិញស្ត្រីមានផ្ទៃពោះគឺងាយនឹងចេញឈាមណាដូច្នេះបងក៏ឲ្យហាន់អ៊ីបាញ់ខ្សែបែកនឹងចេញមករឿងមកល្អខ្លាំងណាពេលអូនដោះថ្មិញវាធ្វើឲ្យថ្មិញអូនសស្អាតមិនរបួនចាញ់ទៀតខ្ពុលមកសិនទៅនេះស្អីគេ នេះគឺបងចំណាប់បង្កើតឡើងហ្គេមលេងផ្ទាំងស៊ីបឲ្យតែអូនខ្ចាក់ទឹកខ្ពុលមាត់ចូលក្នុងចំចំណុចកណ្ដាលនោះនឹងអាចទទួលបានរង្វាន់ភ្លាមសូមអបប្រពន្ធសម្លាញ់អូនបានរង្វាន់ហើយរង្វាន់អូននោះគឺសម្អាតចម្រេះផ្ទៃមុខមួយដងអូនសម្លាញ់សូមជើញ ព្រះហើយវ៉ាក្រអូបណាស់ហើយស្រួលខ្លួនទៀត ប្រកបណានេះគឺរចនាឡើងសម្រាប់អូនទឹកលុបមកកម្ចាត់មេរោគនិងមានមុខងារជំនួសស្បែកងាប់ ព្រះអើយលោកប្តីបងនៅមានអ្វីហើយភ្ញាក់ផ្អើលទៀតមែនទេ ភាពភ្ញាក់ផ្អើលមិនត្រឹមតែមានមួយនឹងនោះទេតែនឹង នេះគឺសិតតែបងជាអ្នកធ្វើឯង សរសៃមឹកនំតារិនសិតតែទើបតែធ្វើហើយថែមទាំងមានទឹកសម្លពោតគ្រីមថែមទៀត លោកប្តីបងល្អណាស់ ដឹងបងល្អហើយហ៎តោះអង្គុយទៅសើសុកតាមទំនួលចុះអូនសម្លាញ់ហ៎សូមជើញយ៉ាងម៉េចទៅហើយ គ្មានអីទេ មិនអីទេហ៎ មិនអីទេខ្ញុំគ្រាន់តែធំក្លិននេះស្រាប់តែ បានដល់ចាំបងធ្វើកាទៀវសាច់ជ្រូកឲ្យអូនបានទៅហើយបានហើយបងយកចេញ កុំអីមិនបាច់ទេ ណាប្រពន្ធសម្លាញ់ណាហើយចុះឈប់ផឹកទៅមិនមកខំទេណា មិនអីទេឲ្យតែបងធ្វើខ្ញុំផឹកទាំងអស់ យឺតកុំលឿនពេកលើកជើងឡើងត្រាហើយណាប្រយ័ត្នដួលណា បានហើយខ្ញុំរវល់ដល់ម្លឹងទេខ្ញុំទៅសិនហើយ ប្រពន្ធសម្លាញ់ថ្ងៃនេះយកល្អកុំទៅបន្ទប់ពិសោធន៍អីតាបានដែរទេបងមានអារម្មណ៍ថាថ្ងៃនេះបន្ទប់ពិសោធន៍នោះដូចជាមានហានិភ័យណាបើមិនអញ្ចឹងតែទៀតពួកយើងប្រមូលជើងខ្លាំងទាំងនោះទៅទីនោះទៅយ៉ាងម៉េចដែរ ហេកុំអីធ្វើអញ្ចឹងមិនកើតការពិសោធន៍ពាក់ព័ន្ធដល់ពួកយើងរកឃើញវិធីទៅផ្ទះវិញចាំបាច់ត្រូវមើលឲ្យបានផ្ទាល់ចាចុះខ្ញុំទៅមើលថែកូនឲ្យល្អហើយ ប៉ុន្តែណា ប៉ុន្តែទៅខ្ញុំរងចាំហូបកាទៀវសាច់ជ្រូកថ្ងៃត្រង់បងធ្វើឲ្យខ្ញុំទៅហើយ ណាប្រពន្ធសម្លាញ់អ្វីក៏ដោយអូនទៅតែប្រយ័ត្នផងណាថ្ងៃត្រង់បងយកកាទៀវឲ្យអូនហើយណាដើរយឺតណាកុំដើរលឿនពេកអាយ៉ាលោកមិនចាំមានលោកដូចជាថ្នមលោកស្រីពេកហើយតិចដឹងអីខ្ញុំថ្នមប្រពន្ធលោកជំទាស់តាមមែនទេខ្ញុំថ្នមគេឲ្យខ្ញុំថ្នមឯងមែនទេអាយ៉ាមែនទេគឺខ្ញុំចង់មានន័យថាលោកស្រីធ្វើអ្វីគឺមិនចេះគិតស្រាប់ទៅហើយពេលនេះថាតែមានផ្ទៃពោះទៀតនេះបានលោកតែមានអ្វីតែប៉ុណ្ណាប្រពន្ធអាចទៅអញ្ចឹងអូនស្រីអាចទៅអញ្ចឹងមើលគឺស្រីអាចទៅអញ្ចឹងនេះឆ្នាំមិនទន់ខ្លួនទន់ខ្សោយប៉ុណ្ណាទេណែអាចធ្វើឲ្យលោកស្រីប្រយ័ត្នផងមើលណែឃើញហើយនៅដូច្នេះហើយប្តីប្រពន្ធទៅរៀបការថ្មីថ្មងដូចជាអ្នកទាំងពីរគឺមិនចាប់អារម្មណ៍នោះទេកុំស្មានតែក្បាច់គុណលោកស្រីខ្លាំងស្អីក៏មិនខ្លាចនោះណាខ្ញុំប្រាប់លោកចុះដងផ្លូវដែលមើលទៅដូចស្ងប់ស្ងាត់នេះថាមិនត្រង់កន្លែងណាមួយគឺបង្កប់ដោយគ្រោះថ្នាក់ទៀតផងស្អីនេះក្រុមកំសាន្តរបស់ឈីសៀបានសម្ពោធហើយមិនទាន់ត្រៀមឡើយមែនមែនហើយបថុចញ៉ៃពេកខ្ញុំរវល់ខ្លាំងណាស់ដឹងទេលំចាប់ពីមានឈីចាន់មិនបានផ្ញើមក ខ្ញុំចូលតែក្រោតជាងគេ